វារហ័សរំភើបហើយមានមោទនភាពដោយសារគាត់ប្រឡងបានហ្គោលហើយវាជាលើកទី1ទៀតដល់ពេលចឹងវារហ័សរំភើបចាពេញចិត្តខ្លាំងនោះខាងសាលាយកចិត្តទុកដាក់ខ្លាំងដល់ពេលចឹងទៅវាអារម្មណ៍ថាកក់ក្ដៅដូចជាខាងលោកគ្រូធ្វើមេដៃមាសជូនសិស្សចឹងខ្ញុំពេញចិត្តមែនតើកក់ក្ដៅខ្លាំងចាជំរាបសួរខ្ញុំឈ្មោះដានីជាអាណាព្យាបាលរបស់សឹមច័ន្ទរតនីគាត់ជាថ្នាក់ទី5វារហ័សរំភើបហើយមានមោទនភាពដោយសារគាត់ប្រឡងបានហ្គោលហើយវាជាលើកទី1ទៀតដល់ពេលចឹងវារហ័សរំភើបរួមអរគុណដល់ថ្នាក់ដឹកនាំសាលាដែលគាត់បានយកការប្រឡងគណិតវិទ្យាអន្តរជាតិមកព្រោះអីធ្លាប់ឃើញគេពីមុនមកចេះតែសម័យថាគីឡូសាលាយើងនាំមកបានទៅប៉ុន្តែជាលទ្ធផលខាងសាលានាំមកហើយបានជាប់ទាំងកូនខ្ញុំដើម្បីទៅប្រឡងបន្តទៀតអញ្ចឹងទៅសប្បាយថាប្រយោជន៍ច្រើនមែនតើដោយសារការប្រឡងហ្នឹងសិតតែអត់ធ្លាប់រៀនលេខដែលគាត់ត្រូវធ្វើហ្នឹងទៅពេលអញ្ចឹងបានបទពិសោធន៍ថ្មីច្រើនចាចាំបាច់ដោយសារសំខាន់ដែរការសិក្សាទៅលើគណិតវិទ្យាសំខាន់អញ្ចឹងខ្ញុំគិតថាមានការចាំបាច់ចាពេញចិត្តខ្លាំងនោះខាងសាលាយកចិត្តទុកដាក់ខ្លាំងដល់ពេលអញ្ចឹងទៅវាអារម្មណ៍ថាកក់ក្ដៅដូចជាខាងលោកគ្រូធ្វើមេដៃមាសជូនសិស្សអញ្ចឹងខ្ញុំពេញចិត្តមែនតើកក់ក្ដៅខ្លាំងនិយាយរួមទៅខ្ញុំជឿជាក់លើគាត់ដោយសារគាត់ខំមែនតើទាំងពេលរៀនពេលចេញមកពីសាលាគឺគាត់ខំហ្វឹកហាត់ខំធ្វើលំហាត់ដែលលោកគ្រូគាត់ដាក់មកតាមគោរពអញ្ចឹងខ្ញុំមានការជឿជាក់លើគាត់ទី1គាត់រៀនបកែហើយខាងសាលាខ្ញុំអរគុណខ្លាំងទៅខាងសាលាដោយសារគាត់យកចិត្តទុកដាក់ឆាតតាមគោរពផងបរៀនផ្ទាល់ពេលកូនមានបញ្ហាគាត់ឆាតមករហូតដល់ពេលអញ្ចឹងទៅការសិក្សាគាត់ល្អ